ដោយមិនដាច់ហៅថាអំពើស្មំគឺជាការរួមសេវនកិច្ចជាមួយបុរសឬស្ត្រីណាដែលជាប់ញាតិលោហិតឬញាតិពន្ធជាមួយគ្នាត្រូវចាត់ទុកថាជាអំពើស្មំមាត្រា6នៃច្បាប់ស្តីពីឯកបទភាពបានកំណត់អំពីអត្ថប្រយោជន៍នៃពិរុទ្ធភាពនៃអំពើស្មំចំពោះ1បុរសនិងស្ត្រីដែលជាប់ចំណងញាតិលោហិតឬញាតិក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ទោះចំណងនោះមានខណ្ឌស្លាក្តីឬជាសាច់ចិញ្ចឹមក្តីបានរួមសេវនកិច្ចជាមួយគ្នា2បុរសនិងស្ត្រីដែលជាប់ចំណងសាខាញាតិនឹងគ្នាទោះសាខាញាតិនោះមានខណ្ឌស្លាក្តីឥតខណ្ឌស្លាក្តីចិញ្ចឹមក្តីរួមម្ដាយក្តីរួមឪពុកក្តីរួមម្ដាយឪពុកក្តីជាញាតិលោហិតក្តីឬជាញាតិពន្ធក្តីរហូតដល់ថ្នាក់ទី3រាប់ទាំងថ្នាក់នេះផងបានរួមសេវនកិច្ចជាមួយគ្នាមិនចាត់ទុកថាមានពិរុទ្ធភាពពីបទស្មន់ឡើយប្រសិនបើសហព័ន្ធណាម្នាក់ស្លាប់ហើយសហព័ន្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិថ្នាក់ទី2ឬទី3ទោសបញ្ញត្តិមាត្រា10នៃច្បាប់ឯកពន្ធភាពកំណត់ថាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែដល់1ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ពី200,000រៀលដល់1លានរៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ